បាទជំរាបសួរបងប្អូនជាទីគោរពនិងជារួមជាតិទាំងអស់គ្នាហ្នឹងហើយឥឡូវខ្ញុំមានយកឈ្នះមនុស្ស3ប្រភេទហ្នឹងហើយប្រភេទទី1គឺយកឈ្នះមនុស្សតូចជាងមៀតមនុស្សតូចជាងមៀតយើងយកឈ្នះដោយរបៀបណាហ្នឹងហើយបើចង់យកឈ្នះមនុស្សតូចជាងមៀតទោះបីតែយើងធ្វើការជាមួយគាត់ក៏ដោយនិយាយឲ្យចំហ្នឹងហើយអញ្ចឹងដោយលំបាកកាយយ៉ាងម៉េចបើយើងទៅធ្វើការជាមួយគាត់យើងត្រូវរបៀបថានាំមុខគាត់ទៅជួយគាត់កុំឲ្យគាត់ធ្វើនាំមុខយើងអញ្ចឹងយើងត្រូវពិបាកចិត្តដល់កម្លាំងកាយតិចពិបាកកម្លាំងចិត្តតិចទៅជួយគាត់មុនហ្នឹងឯងជួយគាត់មែនតើខំជួយគាត់នេះគាត់ចាប់នេះជួយនេះគាត់ចាប់នោះជួយនោះហ្នឹងឯងយើងពិបាកកាយហ្នឹងអញ្ចឹងប្រពុតលោកសំដែងមកអត់ចេះខុសហ្នឹងយូរទៅគាត់នឹងស្រឡាញ់យើងហើយនឹងចូលចិត្តយើងអាចយកឈ្នះគាត់ហើយចង់ឈ្នះមនុស្សដែលស្មើកាយហ្នឹងទី2ចង់ឈ្នះមនុស្សស្មើកាយគឺយើងដោយការព្យាយាមអញ្ចឹងយើងជួយគាត់មិនគេហៅព្យាយាមអញ្ចឹងព្យាយាមជួយគាត់មិនជួយអីទោះបីការងារក៏ដោយការអ្វីក៏ដោយយើងឲ្យតែមានទឹកចិត្តថាជួយគាត់គាត់ឃើញគាត់ពិបាកឃើញគាត់អីចឹងយើងជួយហើយបងមិនយើងជួយរែកឬជួយចែកចោះជួយធ្វើការអញ្ចឹងណាដោយតែយើងអ្នកនៅចិត្តគ្នាចង់យូរទៅហ្នឹងឯងគាត់អាចនឹងតែមួយវាមានទឹកចិត្តវាមានអីអញ្ចឹងឲ្យស្មើមៀតហ្នឹងឯងយើងអាចឈ្នះបានតែយូរឆាប់អាចឈ្នះបានហ្នឹងហើយចង់មួយទី3ដែលយើងចង់ឈ្នះអ្នកធំជាងមៀតអញ្ចឹងបើសិនជាគាត់ធ្វើអ្វីមួយហើយទោះបីខុសត្រូវយើងបដ ாய் គាត់សិនយើងដើម្បីយកឈ្នះគាត់សិនរួចបានយើងទាញគាត់មកបានវិញហ្នឹងហើយឧទាហរណ៍ថាទោះបីគាត់ខុសក៏ដោយអាហ្នឹងមិនមែនថាឲ្យគាត់ខុសក៏ដោយទៅហើយប៉ុន្តែយើងទាញគាត់មកពេលសិនចាំពេលក្រោយយើងចាំទាញត្រឡប់មកវិញអញ្ចឹងចង់យកឈ្នះអ្នកធំជាងមៀតនេះយើងត្រូវលំបាកកាយហ្នឹងចង់ឈ្នះធំជាងមៀតនេះដោយទម្លាយហ្នឹងហើយអញ្ចឹងយើងធ្វើតាមគាត់ទៅណាបងគាត់ទៅធ្វើអីយើងទៅជួយធ្វើហ្នឹងធ្វើអីគាត់ប្រាប់អីជួយធ្វើហ្នឹងយូរទៅគាត់នឹង